Cambodia រដូវកាលទី2ឧបត្ថម្ភផ្ដាច់មុខដោយស្រាបៀរកម្ពុជាស្រាបៀរជាតិមោទនភាពជាតិស្វាគមន៍សប្តាហ៍ទី4វគ្គ The Blind Audition ជាបន្តនៅវគ្គនេះមានបេក្ខជន2រូបចូលមកប្រឡងប្រជែងគឺម្នាក់មកពីខេត្តបាត់ដំបងនិងម្នាក់ទៀតមកពីរាជធានីភ្នំពេញឥឡូវនេះសូមទស្សនាការបង្ហាញសមត្ថភាពច្រៀងរបស់បេក្ខជនជឿនចិត្តវ័យ19ឆ្នាំចិត្តរងថ្ងៃនៅភ្នំពេញឬក៏នៅតាមខេត្តដែរអូននៅភ្នំពេញបងនៅភ្នំពេញចុះស្រុកកណ្ដាលស្រុកកំណើតនៅខេត្តពោធិ៍សាត់តែបច្ចុប្បន្នធ្វើនៅខេត្តបាត់ដំបងរងថ្ងៃចិត្តធ្វើអីដែរធ្វើចំការបងធ្វើចំការខ្ញុំបានក៏បានផ្លាស់ប្ដូរជីវិតរបស់ខ្ញុំមកពីធ្វើស្រែចំការខ្ញុំបាទក៏បានសប្បាយចិត្តមករាជធានីភ្នំពេញដើម្បីផ្សងព្រេងតែសប្តាហ៍ខ្ញុំបាទមិនទាន់បានការងារច្បាស់លាស់ធ្វើនៅឡើយទេខ្ញុំបាទបានច្រៀងនៅតាមហាងខ្លះៗតាមមិត្តភ័ក្តិដើម្បីបានប្រាក់កម្រៃខ្លះដើម្បីសម្រាប់ចិញ្ចឹមជីវិតខ្ញុំតខ្លួនដែលនៅខ្ញុំរស់នៅទីនេះភ្នំពេញតើចិត្តធ្លាប់សម័យថាខ្លួនឯងខ្លាចជាកម្ពុជាតារាចម្រៀងមួយរូបដែលនៅលើឆាកធំហើយមានការ design ដ៏អស្ចារ្យដែរទេបាទធ្លាប់សម័យបងតែការសម័យរបស់ខ្ញុំគឺធ្លាប់សម័យថាខ្លួនឯងសង្ឃឹមតែអាចខ្លាយទៅជាតារាចម្រៀងម្នាក់ចា៎បាទខ្ញុំក៏សម្រេចចិត្តមកដាក់ពាក្យបាទរមួយ Cambodia រដូវកាលទី2នេះពុកម្ដាយរបស់ខ្ញុំវិញគាត់គាំទ្រទូខ្ញុំយ៉ាងខ្លាំងនៅក្នុងវិស័យនេះមិនថាច្រៀងនៅទីណានៅស្រែឬក៏នៅកន្លែងណាក៏ដោយកម្មវិធីអ្វីមួយគឺគាត់ទាំងពីរនាក់គឺគាត់គាំទ្រខ្ញុំយ៉ាងខ្លាំងតាំងចិត្តខ្លួនឯងថាធ្វើឲ្យបានល្អធ្វើឲ្យចោះស៊ូសម្រាប់ខ្ញុំបានអារម្មណ៍ខ្ញុំបាននៅពេលនេះខ្ញុំបានមានអារម្មណ៍រំភើបហើយក៏ភ័យយ៉ាងខ្លាំងខ្ញុំបានមិនដឹងសង្ឃឹមថាពេលដែលខ្ញុំឡើងទៅលើឆាកនោះវាយ៉ាងម៉េចសម្រាប់ខ្ញុំនោះទេតែខ្ញុំនឹងតាំងចិត្តថាខ្ញុំនឹងធ្វើឲ្យបានធ្វើឲ្យពួកគាត់ងាកបង្វិលកៅអីមករកខ្ញុំឲ្យបានខ្ញុំនឹងខំប្រឹងប្រែងអស់ពីសមត្ថភាពអ្នកដៃឲ្យចិត្តទាំងអស់គ្នាអង្គចិត្តឲ្យសំណាងល្អណាចាច្បាស់ខ្លួនឯងដឹងច្បាស់ក្នុងចិនដាបងនឹងស្រូបពុំងាមិនអាចយកគ្នាជាគូបានទេអូនគឺជាមនុស្សល្អឯបងជាមនុស្សអង្កែតើសមទេដែលឲ្យអូនរងទុកនឹងបងដឹងអូនស្រឡាញ់បានចិត្តមិនគិតពីអូនពេលដែលបងសូនអងទ្រព្យធនក៏អូននៅស្រឡាញ់បងពេលនេះបងសែនខ្មាំងតែវាហួអស់ហើយអូនក៏មិនអាចឲ្យស្ងួនរងទុកទៀតទេអូនស្រឡាញ់អូននឹងធ្វើឲ្យបងឈឺចាប់អូននឹងស្រាប់ពេលនេះបងគ្មានអ្វីទៀតទេអំពើល្អដែលអូនធ្លាប់ធ្វើបងនឹងថែសូមយ៉ាងទេឈប់ស្រឡាញ់បងទៀតទៅស្រឡាញ់បងរត់ធ្វើឲ្យបងឈឺចាប់សូមអូនឆាប់ទៅរកអ្នកថ្មីល្អជាងបងតើចិត្តអូននៅតែដណ្ដើមលើបងប្រាប់តាមត្រង់គ្មានអនាគតល្អទេអូនស្រឡាញ់បងរត់ធ្វើឲ្យបងឈឺចាប់អូននឹងស្រាប់ពេលនេះបងគ្មានអ្វីទៀតទេអំពើល្អដែលអូនធ្លាប់ធ្វើបងនឹងថែសូមយ៉ាងទេជប់ស្រឡាញ់បងទៀតទៅស្រឡាញ់បងរត់ធ្វើឲ្យបងឈឺចាប់សូមអូនឆាប់ទៅរកអ្នកថ្មីល្អជាងបងបើចិត្តអូននៅតែដណ្ដើមលើបងតាមត្រង់គ្មានអនាគតល្អទេបំភ្លេចបងចុះអូសួស្ដីអូនសួស្ដីអូនចាចាមានឈ្មោះអីដែរអូនឈ្មោះជឿនចិត្តបងចិត្តបាទចិត្តចាចិត្តមានអាយុប្រហែលហើយ19ឆ្នាំបងយ៉ា19ឆ្នាំសប្តាហ៍ថ្ងៃនៅសិក្សាឬក៏បំពេញការងារអ្វីដែរ
បាទសប្តាហ៍ថ្ងៃបងអូនបានបញ្ឈប់ការសិក្សា បញ្ឈប់ហើយ បាទ អញ្ចឹងមានការងារទេ ច្រៀង ច្រៀងណោះ ច្រៀងនៅហាងបាទជំនួយថា អូមានអាជីពជាអ្នកចម្រៀងស្រាប់ប្រហែលឆ្នាំហើយអូន ទៅតែចាប់ផ្ដើមបងអត់តបានមួយឆ្នាំបង ចាជាចំណុចចាប់ផ្ដើម បាទបង អញ្ចឹងយើងកំពុងតែស្វែងរកបទពិសោធន៍ថ្មីៗសម្រាប់ខ្លួនឯង បាទ ហើយកត្តាអ្វីដែលជំរុញឲ្យទឹកចិត្តឲ្យប្អូនចង់មកចូលរួមប្រកួត បាទនេះគឺជាក្តីស្រមៃរបស់ខ្ញុំតាំងពីតូចបាទហើយកម្មវិធីជាកម្មវិធីលំដាប់ថ្នាក់ពិភពលោកហើយខ្ញុំស្រឡាញ់កម្មវិធីនេះខ្លាំងមែនទែនបាទ ចាអូន អរគុណនៅក្នុងថ្ងៃនេះបងមានអារម្មណ៍ថារំភើបហើយស្ងើចសរសើរចំពោះសមត្ថភាពរបស់ប្អូននៅក្នុងការបកស្រាយបទចម្រៀងមួយបទនេះដែលជាបទទាមទារឲ្យយើងមានសម្លេងខ្លាំងហើយខ្ពស់ទើបអាចច្រៀងទៅរួចប៉ុន្តែទោះជាមានចំណុចខ្វះខាតតិចតួចក្តីក៏សម្លឹងឃើញថាប្អូនមានសមត្ថភាពហើយគ្រប់គ្រាន់សម្រាប់ឆ្ពោះទៅកាន់វគ្គខាងមុខទៀតប្រសិនបើប្អូនជ្រើសរើសយកបងជាគ្រូបង្វឹកបងនឹងបំពេញបន្ថែមនៅរាល់ចំណុចខ្វះខាតទាំងនោះអរគុណអរគុណ ចិត្តបងឃើញថាសមត្ថភាពរបស់ចិត្តខ្លាំងដោយសារតែបងចាំថាកាលពីឆ្នាំមុនបងធ្លាប់ប្រហាត់បុត្រសីហាបទចម្រៀងមួយបទនេះទើបគាត់ទទួលពាននៅកាលពីឆ្នាំមុនអញ្ចឹងទៅអត់ទេនិយាយមែនអត់ទេនិយាយមែនបទមួយបទនេះគឺខ្លាំងមែនទែនសូម្បីតែសីហាផ្ទាល់ក៏ពេលនេះគឺគាត់ខំមែនទែនហ្មងតែបងអាចធ្វើបានបាទសម្លេងរបស់អូនពីរោះហើយមានលក្ខណៈពិសេសមួយនៅក្នុងចម្រៀងមួយបទហ្នឹងចង់នឹងថាមានលក្ខណៈពិសេសអីអត់សម្លេងរបស់ខ្លួនឯង ចង់បង បើសិនជាអូនជ្រើសយកបងនឹងប្រាប់ពីចំណុចពិសេសរបស់តែបងពេញចិត្តនឹងសមត្ថភាពរបស់ចិត្តខ្លាំងមែនទែនជាមួយនឹងបទចម្រៀងមួយបទនេះគឺមិនធម្មតា ខ្ញុំចុចដែ គឺ រ ល្អមែនទែន ខ្ញុំចុចដែរ បាទកុំសើស្ដាប់គាត់ពេកអូនយើងនិយាយគ្នាណា យើងនិយាយគ្នាវិញប្រាប់ជួនកាលក៏អត់រើសយកឯណាទៅ បាទ ប្រាប់គាត់តិចទៅគាត់ អូនជួនកាលគាត់ចិត្តក្នុងនាមថាធ្វើយ៉ាងម៉េចឲ្យតាក់ទាញណាគឺមិនមែនថាអូឲ្យតែឆ្នាំមុនយើងថាបង្ហាត់បង្វឹកអ្នកណាសំខាន់ពេលនេះគឺចិត្ត យកទៅតទៀត ពេលនេះចិត្ត ថាហ្នឹងខ្ញុំចង់និយាយចឹងដែរ ចិត្តចេញពីចិត្តរបស់ចិត្តទៅតែជ្រើសរើសអ្នកដែលល្អហើយចិត្តត្រូវចងចាំថាចេះសម្ដីរបស់ចិត្តមានហើយពីរោះហើយក៏ប៉ុន្តែចំណុចខ្វះខាតបន្តិចបន្តួចហ្នឹងចិត្តត្រូវយល់ឲ្យច្បាស់ពីចំណុចត្រង់ហ្នឹងជួនកាលតែមកកលាក់ទូទេបើអាចធ្វើឲ្យទស្សនិកជនមិនពេញចិត្តបានប៉ុន្តែខ្ញុំដឹង ដឹងទៀតហើយដឹងគ្រប់រឿង មិនណាខ្ញុំត្រូវតែដឹងព្រោះអីហេតុអីអង្គុយលើកៅទាំង4នេះសុទ្ធតែជាគ្រូបង្វឹកទាំងអស់អញ្ចឹងសុទ្ធតែដឹងពីចំណុចខ្វះខាតចំណុចដែលលើឬមួយក៏ចំណុចមួយគេហៅថាមិនសូវល្អត្រង់ណាអញ្ចឹងខ្ញុំដឹងហើយដឹងច្បាស់ជាងគេទៀត យ៉ា បើសិនចិត្តជ្រើសរើស ហើយពួកខ្ញុំមិនដឹងហ្មងពួកខ្ញុំមិនដឹងសោះហ្មងខ្ញុំមួយបង្រិតទេអត់ដឹង តិចនិចខុសគ្នាតិចនិចខុសគ្នានោះតិចនិចខុសគ្នា អូខេ ពេលខ្លះការអនុវត្តផ្ទាល់ហើយឃើញលទ្ធផលទើបយើងអាចមានទំនុកចិត្តបានមែនទេជួនកាលគ្រាន់តែមានទ្រឹស្ដីក៏ពិបាកនឹងទុកចិត្តដែរពេលខ្លះពេលណាដែលឃើញលទ្ធផល បើ ផ្ទា សិន ល់ ជាបងឲ្យទាំងទ្រឹស្ដីទាំងការអនុវត្តទាំងពីរយកអត់ ឥឡូវនិយាយឲ្យមកចឹង បាទ ឲ្យនឹងឲ្យអីនិយាយឲ្យមក ឲ្យទាំងទ្រឹស្ដីទាំងការអនុវ អី ត្ត ខ្លះ ហ្វ្រីទៀតហ៎ បើខ្ញុំនិយាយទៅដូចជាខ្ញុំបរៀនខូចគ្នាឯងដដែល អត់និយាយសិនមកបានទុកចិត្តមែនទេអូ អ ន ត់ទេ ធម្មតានិយាយសិន អាកំបាំងតែងតែមានរៀងខ្លួនឯងតើតែប្អូនខ្លាចទៅជាកូនក្រុមរបស់បងទើបបងប្រគល់ឲ្យតែម្ដងអាកំបាំងនោះ ថាតាមខ្ញុំដែរ អូខេឥឡូវនេះពិតជាចង់ដឹងអាចកំបាំងហើយ ចង់ដឹង បើសិនជាបងអូនចង់ដឹងអាចកំបាំងចាប់ផ្ដើមជ្រើសរើស coach ឥឡូវហ្នឹង ពិបាកសម្រាប់ខ្ញុំនឹកស្មានថាអត់មានបងគាត់អត់ចុចតែពេលនេះគាត់ចុច3ពិបាកសម្រាប់ខ្ញុំ ចា តាមក៏ពិតទៅខ្ញុំស្រឡាញ់ពួកគាត់ទាំងអស់គ្នាតែកម្មវិធីតម្រូវឲ្យខ្ញុំរើសបានតែម្នាក់បើសិនជាខ្ញុំរើសបានទាំងអស់គឺល្អសម្រាប់ខ្ញុំតែធ្វើម៉េចបើរើសបានតែមួយពេលនេះគឺខ្ញុំជ្រើសរើសយកបងយកបងរិទ្ធ អរគុណអូនយើងនឹងមានការងារជាច្រើនសម្រាប់ធ្វើជាមួយគ្នាបងនឹងខិតខំប្រឹងប្រែងឲ្យបងទទួលបានជោគជ័យអរគុណ ចូលរួមបងអូន អរគុណ
សាទរអូនអរគុណបាទអរគុណអូនអូខេអរគុណអូន អ្វីត្បិតតែគាត់មានវ័យក្មេងប៉ុន្តែសម្លេងរបស់គាត់ពិតជាមិនធម្មតាខ្ញុំពិតជាមានអារម្មណ៍សប្បាយចិត្តយ៉ាងខ្លាំងដែលយុវជនវ័យក្មេងមួយរូបនេះបានក្លាយទៅជាកូនក្រុមរបស់ខ្ញុំ ចាមិនដែរអារម្មណ៍ពេលនេះរំភើបខ្លាំងអត់ អារម្មណ៍នៅពេលនេះគឺពិបាកមែនទេបង ចា ព្រមតែសម្រាប់ចិត្តត្រូវ ឥឡូវមានអីចង់និយាយទៅកាន់មិត្តភ័ក្តិព្រោះថាអ្នកទាំងអស់គ្នាគាំទ្រចិត្តមែនតើ បាទខ្ញុំចង់និយាយប្រាប់តាមផ្ញើទៅពួកគាត់ថាសូមអរគុណដែលគាត់បានមកគ្រប់គ្រងដូចខ្ញុំបានដល់ថ្ងៃនេះអរគុណមែនទេបាទខ្ញុំគ្មានអ្វីក្រៅពីអរគុណទេ ជូនពរចិត្តមានជោគជ័យបន្តទៅទៀតនៅវគ្គក្រោយៗទៀតណាអរគុណច្រើនសំណាងល្អអូន The Voice Cambodia រដូវកាលទី2ឧបត្ថម្ភផ្ដាច់មុខដោយស្រាបៀរកម្ពុជាស្រាបៀរជាតិមោទនភាពជាតិ